សួស្តីទាំងអស់គ្នាក្នុង blog នេះនាំទាំងអស់គ្នាទៅអាគារ The Bridge Soho ទាំងអស់គ្នាលើកទី1ខ្ញុំទៅអាគារហ្នឹងខ្ញុំទៅហ្នឹងដោយសារតែគ្រូ yoga របស់ខ្ញុំបងចន្ទឡាងគាត់មានកម្មវិធី sponsor product របស់គាត់ហើយនឹងម្ហូបបួសរបស់គាត់ទៅក្នុងកម្មវិធីគេសម្ពោធshort film រឿង Love Unfilter ណាហើយទៅអញ្ចឹងទៅខ្ញុំទៅជួយធ្វើ content ឲ្យគាត់នេះអូនហុងនេះហើយអូនហុងចាំមើលបន្តិចទៀតខ្ញុំដាក់សំឡេងគាត់និយាយស៊ីនណាគាត់និយាយដឹងតែខ្ញុំថតថៃធ្វើ content ណាហើយតិចទៀតចាំដាក់ឲ្យទាំងអស់គ្នាស្ដាប់ថាគេឆ្លោយចេញពីចិត្តមកមានអត្តន័យយ៉ាងម៉េចមកទៅអីមិនដែលលេងដាក់កញ្ញោហើយគឺមែនទេមិនចេះទាំងអស់គ្នាអានេះចម្លើយស៊ីនណាចម្លើយស៊ីនរបស់គេឆ្លើយមួយខ្ញុំអើយទាំងអស់គ្នាហើយបន្ទាប់ពីគេដឹងថាខ្ញុំថតធ្វើ content ទៅហើយចាំមើលចម្លើយពិតប្រាកដរបស់គេដាក់ឲ្យទាំងអស់គ្នាស្ដាប់ដូចគ្នាអីហ្នឹងខ្ញុំមករៀបចំអាហារជូនដល់កម្មវិធី support សត្វវាមិនដែរទាំងអស់គ្នានៅពេលដែលគេដឹងពីរបៀបរបបនៃការងាររបស់គេឆ្លើយមកអូយឡើងលយគេទៅធ្វើការងាររៀបចំ sponsor short film ហើយគ្រាន់តែទៅដល់ភ្លាមពីអ្នកបងចន្ទឡាងតកែហើយនឹងកូនចៅនឹងនិយាយពីចេបចប់រៀបលិចរៀបកើតអើយអាប៊ូតគេនឹងឡើងខ្ជូតទាំងអស់គ្នាហើយនេះអ្នកគ្នាឃើញប៊ូតគាត់ធ្វើស្រួលទាំងអស់គ្នាទូចល្មមឲ្យដោះបានទៀតអញ្ចឹងណាហើយយកទៅដល់គាត់ដាក់តឡើងទៅដាក់ branding ដាក់អីខ្លួនឯងអីចឹងទៅ space ហ្មមអីចឹងទៅដាក់តាំង product របស់គាត់មានកពិផាយប្រហុកអីរបស់គាត់ប៊ូសហ្នឹងទៅយកទៅដាក់ display ឲ្យភ្ញៀវដែលចូលរួមគាត់បានឃើញពី product ពីអីចឹងអាហ្នឹងគឺការធ្វើ marketing ហើយអាកន្លែងនេះគឺប្រុសហុងគាត់រៀបចំ sampling ឲ្យភ្ញៀវគាត់ភ្លក់ហើយបងចន្ទឡាងគាត់ចំណាយពេលវេលាក្នុងការជជែកជាមួយនឹងបងស្រីដែលគាត់ជា organizer រៀបចំកម្មវិធី short film ហ្នឹងអញ្ចឹងណាហើយខ្ញុំគឺជាអ្នកធ្វើ content ឲ្យគាត់ចឹងទៅថតវីដេអូថតអីឲ្យគាត់ទៅក៏ថត footage ថតអីយកមកកាត់ធ្វើ blog ធ្វើអីខ្លួនឯងដែរអញ្ចឹងណាហើយកន្លែងនេះបងចន្ទឡាងគាត់បញ្យលពាក់ព័ន្ធជាមួយនឹងដំណើរការនៃការផលិតគ្រឿងទេសរបស់គាត់នឹងគ្រឿងប៊ូគ្រឿងអីហ្នឹងណាហើយបន្ទាប់មកខ្ញុំចូលមកខាងក្នុងថតវីដេអូ footage តាក់ទងជាមួយនឹងម្ហូបដែលបងចន្ទឡាងគាត់ធ្វើណាគាត់ធ្វើម្ហូបបួសទាំងអស់គ្នាក៏ប៉ុន្តែបើសិនជាទាំងអស់គ្នាអត់ដឹងទេទាំងអស់គ្នាមើលទៅដូចម្ហូបមែនតែនអញ្ចឹងម្ហូបមែនតែនហ្នឹងខ្ញុំចង់សម្ដៅទៅលើសាច់នឹងអីហ្នឹងមើលទៅគឺដូចសាច់គោដូចសាច់ជ្រូកដូចសាច់មាន់អីចឹងណាលក្ខណៈប៉ុន្តែសាច់ហ្នឹងគឺសាច់ប៊ូសទេហើយបើសិនជាតាមខ្ញុំបើកមើលអ៊ុតមើលហ្នឹងគឺថ្ងៃហ្នឹងបងគាត់ធ្វើពាក់ព័ន្ធជាមួយនឹងអាហ្នឹងគេហៅប្រហែលជាបាយឆាឡុកឡាក់អីពីព្រោះមើលទៅតំណងដូចជាបាយឆាឡុកឡាក់ណាហើយខ្ញុំក៏អត់បាននៅភ្លក់បាយឆាហ្នឹងបាយនឹងដែរ dinner ហ្នឹងក៏ខ្ញុំអត់នៅបាននៅភ្លក់ដែរដោយសារតែខ្ញុំត្រូវប្រញាប់មកវិញអញ្ចឹងណាហើយអាប្លង់កន្លែងនេះបងគាត់organizer ហ្នឹងគាត់រៀបចំឲ្យមើលទៅវាមានសណ្ដាប់ធ្នាប់គាត់ចូលចេញពីថងវាអីចឹងទៅរៀបចំនៅលើតុលើអីហ្នឹងអញ្ចឹងដើម្បីងាយស្រួលឲ្យភ្ញៀវគាត់ចូលរួមនៅក្នុងល្ងាចហ្នឹងគាត់យកម្ហូបយកចំណីអាហារអីហ្នឹងហូបបានស្រួលអញ្ចឹងណានេះទាំងអស់គ្នាឃើញអត់សាច់ហ្នឹងមើលទៅដូចសាច់យើងមែនតើណាប៉ុន្តែមិនមែនទេគឺជាសាច់ប៊ូសទេហើយសាច់ប៊ូសហ្នឹងខ្ញុំធ្លាប់ភ្លក់នៅហាងបងចន្ទឡាងក៏ឆ្ងាញ់ដែរហើយបើស៊ុបវិញញ៉ាំស៊ុបប៊ូសមែនតែមានអារម្មណ៍ថាដូចញ៉ាំលក្ខណៈមួយដូចទឹកស៊ុបយើងអញ្ចឹងណាហើយកន្លែងនេះពេលដែលបង organizer គាត់រៀបចំហើយបងចន្ទឡាងគាត់មកជួយមើលបន្ថែមទៀតដោយសារតែគាត់គឺជាអ្នក sponsor នៅក្នុងកម្មវិធីហ្នឹងទៅគាត់គាត់ឆែកមើលអញ្ចឹងណាពួកអីបារម្ភខ្លាចថាខ្វះខាតអីអញ្ចឹងជាដើមណាទាំងអស់គ្នាជាធម្មតាយើងឧបត្ថម្ភ sponsor ទៅយើងចេះមើលលិចមើលកើតមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមអីចឹងណាបើសិនជាខុសទាស់ខ្វះខាតអីទៅលើកហ្នឹងទុកជាបទពិសោធន៍ហើយលើកក្រោយអាចថាធ្វើឲ្យល្អប្រសើរជាងហ្នឹងចឹងហើយអាកន្លែងនេះដោយសារតែខ្ញុំបើកទៅខ្ញុំបើកថត footage ទាំងអស់គ្នាក៏ប៉ុន្តែនៅពេលដែលបើកហើយចឹងទៅក៏នឹកឃើញទៅក៏ថតលើកម្ហូបហ្នឹងយកមកថតមួយខ្លួនឯងតិចមកហើយដល់ពេលថតទៅខ្ញុំបើកកម្រោថតហើយខ្ញុំមានអារម្មណ៍ថាអុយមើលទៅអត់សូវសមខ្ញុំក៏យកទៅបិទកម្រោបហើយខ្ញុំថតសាថ្មីហើយថ្ងៃហ្នឹងមិនមែនមានតាបងចន្ទឡាងគាត់ sponsor ម្ហូបទេខាងបងប្អូនហ្វីលីពីន organizer និងក្រុមសហគមន៍របស់ហ្វីលីពីនដែលគាត់នៅខ្មែរហ្នឹងគាត់ក៏មានការចូលរួម sponsor អីផ្សេងទៀតដែរគាត់មានអាហារសម្រន់អីហើយនឹងមានម្ហូបហ្វីលីពីនម្ហូបអីអញ្ចឹងហើយមាននំមានអីហ្វីលីពីនអីច្រើនដែរអញ្ចឹងណាទាំងអស់គ្នាហើយនេះអាហារសម្រន់ពេលល្ងាចមុនពេលគេចាប់ផ្ដើមកម្មវិធីហ្នឹងបងស្រី organizer ជនជាតិហ្វីលីពីនហ្នឹងគាត់រៀបចំអាហារសម្រន់ហ្នឹងដាក់ទទួលភ្ញៀវហើយក៏គាត់រៀបចំឲ្យខ្ញុំមួយចានដែរអញ្ចឹងហើយទាំងអស់គ្នាក៏រៀងហេវផងបានគាត់រៀបចំដាក់ឲ្យអញ្ចឹងអូឆ្ងាញ់ហើយជាពិសេស friend fry នេះ friend fry ហើយជាមួយនឹងសណ្តែកដីជាមួយអីចឹងហើយឆ្ងាញ់មានជាតិមែនតើទាំងអស់គ្នារៀងស្រួយញ៉ាំទៅជក់មាត់ណាហើយក្រៅពីហ្នឹងមានកាហ្វេមានអីមុននឹងពេលចាប់ផ្ដើមកម្មវិធីហ្នឹងអញ្ចឹងណាហើយដោយសារតែត្រង់ប្លង់នេះគឺបងច័ន្ទឡាងហើយអូនហុងអីមកផ្ទះវិញហើយដោយសារតែពួកគាត់ប្រញាប់អញ្ចឹងតែខ្ញុំអត់ទាន់មកទេដោយសារតែមេឃភ្លៀងដល់ពេលអញ្ចឹងទៅក៏នៅត្រេតត្រតរហូតដល់ចាំមកសធុរាំងភ្លៀងបានមកអញ្ចឹងណាទាំងអស់គ្នា